សម្រាប់រដូវកាលនេះខាងខ្ញុំគឺរងាខ្លាំងបងប្អូនពីព្រោះខ្ញុំនៅតំបន់ជើងភ្នំបាទចុះសម្រាប់បងប្អូនវិញរងាដែរទេបាទដោយសាររដូវនេះជារដូវរងាអញ្ចឹងយើងមានតែឆ្នៃមុខម្ហូបណាដែលក្តៅហត់ទឹកខ្ញុំនឹកឃើញនៅសម្លមួយដែលជាមុខម្ហូបស្រែយើងថ្ងៃនេះខ្ញុំនឹងឆ្នៃមុខម្ហូបមួយសម្លម្ជូរស្រែត្រីឆ្អើរសម្រាប់គ្រឿងផ្សំខ្ញុំប្រើស្លឹកត្រីស្លឹកក្រូចម្ទេសរំដេងហើយសម្រាប់បន្លែវិញគឺខ្ញុំមានតកួននៅជុំវិញផ្ទះកាកាផ្លោកបាទវិធីចម្អិនរបស់បងខ្ញុំគឺងាយបងប្អូនឲ្យដាំទឹកឲ្យទៅពុះទៅបងគ្រឿងដែលខ្ញុំបានរៀបរាប់បំបាញ់មិញស្លឹកត្រីស្លឹកក្រូចម្ទេសរំដេងខ្ទឹមសហើយអញ្ចឹងណាបងប្អូនបាទយើងដាំទឹកឲ្យពុះបែបអញ្ចឹងហើយយើងដាក់ទៅកុំភ្លេចប្រហុកផងបងប្អូននេះខ្ញុំបងទឹកប្រហុកស្រាប់ខ្ញុំអត់ដាក់ប្រហុកទេទឹកប្រហុកនេះគឺឆ្ងាញ់ណាស់បាទយើងដាក់ទៅពីព្រោះសម្លម្ជូរមួយមុខនេះបើសិនជាយើងអត់បានដាក់ប្រហុកទេវាដូចជាមិនសម្លម្ជូរស្រែបាទអញ្ចឹងយើងត្រូវការដាក់គ្រឿងបែបហ្នឹងសម្រាប់គ្រឿងផ្សំបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តបងប្អូនមាត់បងប្អូនសម្រាប់ខ្ញុំប្រើអំបិលមួយជីបស្ករប៊ីចេងហើយនឹងត្រីឆ្អើរបងប្អូននេះគឺជាតកួនដែលតកួននេះខ្ញុំបេះជំវិញផ្ទះបាទមានស្រាប់យើងបានតកួនបែបហ្នឹងហើយលាយជាមួយនឹងកាកាផ្លោកបងប្អូនមានអីកាកាផ្លោកយើងយកមកសំទុះយើងយកមកសម្លម្ជូរអញ្ចឹងតំណងទៅតើបាទហើយកាកាផ្លោកនេះគឺខ្ញុំទិញគេមកដុំហ្នឹងគឺ500បងប្អូនអត់សូវចំណាយលុយប្រហែលនេះសឹងតែសម្លនេះបើនិយាយពីការចំណាយលុយចំណាយតិចតួចបំផុតបាទហើយសល់ពេញប៉ោះមួយផ្លែក៏ហាន់ដាក់បន្ថែមទៅបងប្អូនមានអីសម្លម្ជូរគឺប៉ុណ្្នឹងឯងបាទសម្រាប់ម្ជូរវិញគឺខ្ញុំប្រើអំបិលជូរស្រាប់បាទឆ្អិនហ្មងបងប្អូនអើយនេះសម្រាប់រសជាតិវិញបងប្អូនអែមជូរប្រៃហឹរល្មមបាទជ្រះមាត់ល្អបងប្អូនឆ្ងាញ់មែនទែនហើយដល់មកចេកឆ្អើបងអមក្រៀមហើយបន្លែតកួនជាមួយនឹងជាលាយទៅនេះកាកផ្លោកក៏មានពីប៉ោះអូតែឆ្អើជាតិបងប្អូនអូជាតិយ៉ាងនេះណាជាតិអូសម្រាប់ជូរស្រែបងប្អូនជាតិអក